ក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាជួបគ្នាសារថ្មីទៀតហើយហើយក៏បាត់មុខខ្ញុំមករយៈដែរដោយសារខ្ញុំវល់ពីបានធ្វើវីដេអូឲ្យបងប្អូនទស្សនាការងារពីបានថតសកម្មភាពនៅផ្ទះឲ្យបងប្អូនទស្សនាអញ្ចឹងខ្ញុំជំនួសការផលិតវីដេអូរបស់ខ្ញុំនិយាយរួមទៅសាមញ្ញហើយពេលខ្លះក៏អនឡាញដែរព្រោះខ្ញុំថតពីសកម្មភាពខ្លួនឯងអញ្ចឹងរាល់ថ្ងៃខ្ញុំធ្វើអីខ្លះមកធ្វើការទៅធ្វើអីខ្លះអញ្ចឹងទៅសុខស្អាតការងារវាមានច្រើនតែមានតែប៉ុណ្្នឹងបងប្អូនភាសាខែនេះខែរដូវភ្លៀងអញ្ចឹងហើយស្មៅវាដុះសុបទ្រុបអញ្ចឹងយើងពិបាកការរស់នៅផងដែរជាមួយខ្លាចមានសត្វធាតុពុះអីអញ្ចឹងហើយយើងកាត់ស្អាតទៅក៏ឃើញពីទស្សនភាពនេះកាត់ទៅស្អាតទៅមើលទៅចង់រស់នៅផងដែរហើយគឺសម្រាប់វាចេះមានអារម្មណ៍ចង់មកលេងអញ្ចឹងទៀតហើយសារទំនប់ភាសាខ្ញុំដាំដើមឈើវាដាំកូនកញ្ញូលើធំអស់មានដូងមានស្រះមានការចិញ្ចឹមត្រីធ្វើឲ្យទំនប់ត្រជាក់មែនទែននេះវាចេះជាម្ដងនេះមានអារម្មណ៍ស្រស់ស្រាយមែនទែនហើយគួយគិតមកស្ទួយក៏នឹកឃើញកូនកំណត់មួយក្នុងការរស់ស៊ីបើកការលក់កាហ្វេនៅទីនេះបងប្អូនថាឆុងជាកាហ្វេបែបស្លូបាដាក់លើម៉ូតូរបស់ខ្ញុំម៉ូតូសិទ្ធិរបស់ខ្ញុំហ្នឹងដាក់លើហ្នឹងទៅទិញម៉ាស៊ីន PA ដើម្បីយកមកបង្កើតជាមុខរបរទូចមួយហ្នឹងកូនកំណត់របស់ខ្ញុំតែមិនដឹងថាបងប្អូនមកជួយគ្រប់គ្រងអត់ទេហើយខ្ញុំមើលទៅទីនេះពិតជាស្ងាត់ហើយទេសភាពស្អាតមែនទេដោយសារនៅជុំវិញហ្នឹងមានស្រូវហើយពេលខ្យល់បក់មកក្លិនក្រអូបខ្លួនស្រូវចាប់ផ្ដើមចេញស្រូវខ្លះចាប់ផ្ដើមចេញហើយស្រូវខ្លះទៀតតាមមូលដើមឬក៏គេហៅផើមហ្នឹងគេហៅស្រូវផើមអញ្ចឹងហើយក្រអូបមែនទេពេលខ្យល់បក់មកដល់ក្លិនដល់ចំនួនយើងក្រអូបទៅក្លិនស្រូវហើយមួយទៀតនៅក្រៅក្នុងនេះមានស្រះអញ្ចឹងបងប្អូនអាចមកហូបកាហ្វេនៅទីនេះហើយអាចស្ទុយលេងលេងតាមដែរដូចហើយយើងអាចខាំងនៅនឹងបានទៀតអត់មានបញ្ហាអីទេហើយនេះការគិតរបស់ខ្ញុំព្រោះខ្ញុំចង់មកលក់កាហ្វេនៅទីកាត់ជាកូនមុខរបរមួយដើម្បីសម្រាប់ខ្លួនឯងទៅអនាគតក៏ទៅមុខទៀតទៅយើងអត់ដឹងថាវាមិនទេតែគំនិតរបស់ខ្ញុំចង់កើតមុខបរទូចនឹងមួយនេះជាចំណងចំណូលចិត្តនិងជាក្តីសម័យរបស់ខ្ញុំផងដែរកើតមុខបរទៅនៃពីការងារដូចថាខ្ញុំធ្វើការច័ន្ទដល់សុក្រឬក៏ច័ន្ទដល់សៅរ៍អញ្ចឹងមួយថ្ងៃអាទិត្យអាចឆ្លៀតបើកកូនមុខបរមួយដើម្បីថាកំសាន្តលេងក៏បានតែយើងអាចរកចំណូលខាងក្រៅក៏បានដែរព្រោះអាចឆុងតាបាន4-10កៅទៅអានឹងក៏លុយដែរបងតែមិនដឹងថាការបើកហ្នឹងវាដៃឬមិនដាច់ទេតែខ្ញុំចង់សាកចឹងហើយប្រហែលជាអាទិត្យក្រោយខ្ញុំនឹងមកលុបនៅទីនេះហើយអាទិត្យហ្នឹងខ្ញុំនឹងសម្រុកពីការកាត់ស្មៅកាត់មែកឈើរុំរៀបចំឲ្យស្អាតមើលទៅបងប្អូនចូលមកចង់ញ៉ាំកាហ្វេហើយមកចង់អង្គុយលេងព្រោះទេសភាពនៅទីនេះស្អាតមែនទែនមានដោះទូចបងប្អូនមកញ៉ាំកាហ្វេហើយអាចស្ទុះត្រីលេងកំសាន្តបានជាពិសេសអ្នកមានគេថាសង្សារអាចមកដែរនៅទីនេះបានភាសានៅទីនេះវាស្ងាត់ហើយទីមួយបរិយាកាសល្អទៀតយើងអាចរ៉ូមែនទិកមែនទេតែខ្ញុំមកគ្រប់គ្រងការមកណាត់គ្នាជួបគ្នានៅញឹកញាប់អត់គ្រប់គ្រងការជួបគ្នាទេយើងអាចមកនិយាយគ្នាលេងអញ្ចឹងណាបងប្អូនមានសង្សារអាច
ចាប់ពីទឹកក្រោយទៅខ្ញុំនឹងមកលក់នៅទីណាលក់គ្រប់មុខមកដូចជាលក់ម្ហូបលក់អីចឹងទៅបងប្អូនអាចមកឈាននេះក៏បានមើលបោះតង់មើលកាយមើលថ្ងៃលិចនេះក៏បានទៀតហ្នឹងថ្ងៃលិចចាប់ដើមលិចនេះចាំខ្ញុំថតឲ្យបងប្អូនមើលអូនៅនេះស្រឡះមែនតើហើយងាកឡើងវាអាចមើលថ្ងៃលិចហើយជាម៉ោង6ឬក៏6កន្លះយើងអាចមើលសត្វជាកម្មចូលផ្ទះថែមទៀតហ្នឹងព្រោះអីងាកឡើងម៉ោង6សត្វជាកម្មរាប់ពាន់រាប់ម៉ឺនវាសម្រុកចូលផ្ទះហូបកាហ្វេបដាមើលថ្ងៃលិចនេះខ្ញុំអត់មានអីច្រើនទេប៉ុន្តែចង់ប្រាប់បងប្អូនចឹងពីគំនិតការគិតរបស់ខ្ញុំយូរហើយចឹងខ្ញុំនឹងសម្រេចស្ដីសម័យរបស់ខ្ញុំនឹងបង្កើតកូនបបមួយនៅលក់កាហ្វេនៅទីនេះតែខ្ញុំលក់សៅរ៍ទឹកទេបញ្ជាក់ឲ្យចាំដល់សុកខ្ញុំជាប់ការងារខាងក្រៅហើយសៅរ៍ទឹកថាខ្ញុំទៅនៃការងារខ្ញុំអាចឆ្លៀតមកលក់នេះបានបងប្អូនហើយដបងកាហ្វេដបងខ្ញុំមិនដឹងថាត្រូវមាត់បងប្អូនទេទេបើខ្ញុំឆុងទៅរៀងស្ទើរៀងអត់ឆ្ងាញ់ចឹងបងប្អូនជួយរីកខមមិនមកវិញផងប្រាប់មកខ្ញុំនឹងកែតម្រូវកន្លែងណាខ្ញុំអាចកែតម្រូវបានខ្ញុំកែតម្រូវរួមដបងអត់ទៅត្រូវមាត់បងប្អូនទេតែមកហូបឡើងទៅហូបមកកែពីកែមួយថ្ងៃទៅជាមួយថ្ងៃទៅអាចខ្ញុំត្រូវមាត់ហើយអរគុណទុកមុនសម្រាប់បងប្អូនដែលមកជួយគ្រប់គ្រងអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំនាំបងប្អូនទៅទស្សនានៃការកាត់ស្មៅហើយនឹងកាត់មែកឈើទៅជួយហើយទីចិត្តមាននឹងតែខ្ញុំចាំខ្ញុំថតហើយនេះប្រហែលជាថ្ងៃអាចមានថ្ងៃលិចដោយសារមេឃបើកថ្ងៃព្រឹកមិញជាងភ្លៀងតាំងម៉ោង3តែភ្លៀងរាំងតែថ្ងៃនេះថ្ងៃបើកថ្ងៃមើលប្រហែលជាមានថ្ងៃលិចណាចាំខ្ញុំមកថតឲ្យបងប្អូនទស្សនា30% កាត់សមមិញពេលល្ងាចហើយនេះបានតែបន្តិចទេដោយសារយើងមករៀងល្ងាចទៅស្អាតមែនតើត្រីធំនេះស្ងប់ស្ងាត់ល្អមែនតើបរិយាកាសក៏ល្អទៀតអញ្ចឹងធំថាបងប្អូនមកជួយគ្រប់គ្រងការលក់កាហ្វេរបស់ខ្ញុំមើលពីក្រោយខ្ញុំទេសភាពវាស្រែថ្ងៃចិត្តលិចអាចដាក់តុកនៅទីនេះហើយអង្គុយមើលថ្ងៃលិចបានប្រហែលមែនតើអាចស្ទូចត្រីលេងញ៉ាំកាហ្វេបដាស្ទូចត្រីបដាក៏បានដែរមើលទៅវាស្រែក្រោយខ្ញុំចឹងហើយសង្ឃឹមថាបងប្អូនមកគ្រប់គ្រងមក support ការលក់ដូរការបើកអាជីវកម្មថ្មីរបស់ខ្ញុំហើយគ្រាន់តែកូនអាជីវកម្មមួយបើវាដើរដំណើរការទៅមុខទៅអានេះវាអាចបន្តរហូតតែខ្លាចថាអត់ដំណើរការបងប្អូនថានៅទីនេះបងប្អូនខ្លះក៏អត់សូវស្គាល់អញ្ចឹងរៀងស្ងាត់សូវមានអ្នកចេញចូលនៅទីនេះចូលតែឥឡូវដោយសារនៅក្រោយនោះមានទីលានវាយកូនគោអញ្ចឹងបងប្អូនយើងចេញធ្វើការមកគាត់ជិះកាត់តាមផ្លូវនៅច្រើននៅមកជួបគ្នាឆាប់នៅកាហ្វេបែប slow bar
បែបយឺតចឹងហើយអាចមកភ្លុករសជាតិនៅទីនេះបានកុំភ្លេចនាំសង្សារឬក៏ប្រពន្ធនាំកូនឲ្យមកភ្លុកទាំងអស់គ្នាបងប្អូនមានទាំងមច្ឆាមានទាំងហ្វេគ្រប់មុខហ្វេដោះគោអាយឡាតេហ្វេដោះគោមានទាំងអស់ហើយមានភេទជ្ជៈគ្រប់មុខផងដែរចឹងហើយបងប្អូនកុំភ្លេចមកជួយគាំទ្រផងបងប្អូនជួបគ្នានៅអាទិត្យក្រោយថ្ងៃសៅរ៍នេះខ្ញុំនឹងមកសាក់លបងប្រហែលជាសៅរ៍អាទិត្យហ្នឹងសាក់លបងហ្នឹងតើការសាក់លបងខ្ញុំនឹងយ៉ាងម៉េចទេចឹងកុំភ្លេចមកជួយគាំទ្រផងបាយ